Rướng tê mà dạy chế đó cứ chỉ chế đó tì muối không chùm nóng tốt sẽ chế đó rướng thông thông từng đậm đại chỉ chế trong cõi rồi bỏ bố thì sẵn đại sầm đánh ông pi này khả mẹ bà mấy cá chánh sang pnúa rồi cá lẹ bong cá mà cùn ní cứ chỉ sạch rương sẵn khép sống lục gì lục tá bục mà bục ốn rít rì tu sẵn nè nâng sẵn đạp đốt tà tìព្រះពោធិសត្វបានយាងចុះមកចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះនាងចន្ទាទេវីដែលជាអគ្គមហេសីរបស់ព្រះបាទកាសិរាជក្នុងក្រុងពារាណសីការប្រសូតមកទ្រង់មានរូបឆោមស្រស់ស្អាតខ្លាំងណាស់ទើបព្រះបិតាប្រសិទ្ធនាមថាទេមយកុមារថ្ងៃមួយការព្រះទេមយៈមានប្រជញ្ញមួយខែព្រះបិតាបានពោកុមារអង្គុយលើភ្នែនរួចកាត់ក្តីប្រហារជីវិតចោល4នាក់យ៉ាងសាហាវឃោឃៅពេលនោះព្រះទេមយៈរំលឹកជាតិបានថាកាលពីជាតិមុនទ្រង់ធ្លាប់ធ្វើជាស្ដេច20ឆ្នាំហើយត្រូវធ្លាក់នរកអស់80000ឆ្នាំដោយសារការកាត់ក្តីបែបនេះទ្រង់មានប្រតិភ័យខ្លាចការសោយរាជ្យជាខ្លាំងដើម្បីគេចចេញពីការឡើងសោយរាជ្យទេវតាដែលធ្លាប់ជាមេដារបស់ទ្រង់ពីជាតិមុនបានណែនាំឲ្យទ្រង់ធ្វើជាមនុស្សគោថ្លង់និងពិការព្រះទេមយៈបានសម្រេចប្រតិអធិដ្ឋានចិត្តមិននិយាយមិនស្ដាប់និងមិនរំកិលខ្លួនទោះបីជាត្រូវរងការលបងចិត្តយ៉ាងណាក៏ដោយការលបងមើលចិត្តអស់រយៈពេល16ឆ្នាំព្រះបាទកាសិរាជនិងពួកអាមាត្យបានព្យាយាមលបងមើលថាទេមយកុមារពីការពិតមែនឬយ៉ាងណាដោយប្រើវិធីសាស្ត្រផ្សេងៗតាមអាយុកាលទី1ប្រើនំចំណីដាក់នំឆ្ងាញ់នៅចិត្តព្រះទេមយៈក៏ទ្រង់មិនចាប់អារម្មណ៍ទី2ប្រើការភ័យខ្លាចឲ្យដំរីចោះប្រេងមកធ្វើហាក់ដូចជានឹងជន់ឬយកដាវមកធ្វើហាក់ដូចជានឹងកាត់កទ្រង់មិនភ័យញាប់ញ័រទី3ការប្រើកាមគុណឲ្យស្រីរបាំមករំច្រៀងនិងបបោះអង្អែលទ្រង់ក៏មិនអើពើនិងទី4ប្រើសេចក្តីស្រេកឃ្លានបង្អត់អាហារនិងទឹកទ្រង់នៅតែមានភាពអត់ធ្មត់ក្រោយការសាកល្បងអស់រយៈពេល16ឆ្នាំព្រះបាទកាសិរាជជឿថាបុត្រពិតជាពិការមែនហើយខ្លាចនាំចង្រៃដល់នគរក៏បញ្ជាឲ្យនេសារថីឈ្មោះសនន្ទយកព្រះទេមយៈទៅកប់សម្លាប់ចោលនៅក្នុងព្រៃពេលទៅដល់ក្នុងព្រៃក្នុងខណៈដែលនេសនន្ទកំពុងជីករណ្ដៅព្រះទេមយៈយល់ថាដល់ពេលវេលាហើយក៏ទ្រង់ក្រោកឈរឡើងរួចលើករទេះក្រវីបញ្ចេញកម្លាំងដោយដំរីសាដើម្បីបង្ហាញថាកាយសម្បត្តិរបស់ទ្រង់មាំមួនល្អធម្មតាទ្រង់បានសម្ដែងធម៌ប្រាប់នេសនន្ទថាទ្រង់មិនមែនជាមនុស្សចង្រៃទេតែទ្រង់ចង់ចេញសាងភ្នោះដើម្បីរួចចាក់ផុតពីបាបកម្មនៃការសោយរាជ្យនេសនន្ទបានឃើញហេតុអស្ចារ្យដូច្នោះក៏ត្រឡប់ទៅទូលព្រះបាទកាសិរាជនិងព្រះនាងចន្ទាទេវីព្រះមេដាបិតារួមទាំងកងទ័ពបានយាងទៅជួបព្រះទេមយៈនៅក្នុងព្រៃព្រះទេមយៈបានសម្ដែងធម៌ទេសនារហូតដល់ព្រះបិតាមេដានិងប្រជាជនទាំងអស់មានសេចក្តីជ្រះថ្លាក៏សម្រេចចិត្តលះបង់រាជសម្បត្តិហើយចេញសាងភ្នោះក្នុងព្រៃតាមព្រះអង្គទាំងអស់គ្នាទៅខ្លឹមសារអប់រំនៅក្នុងរឿងនេះទី1នៃខមបារមីការលះបង់ទ្រព្យសម្បត្តិនិងអំណាចដើម្បីស្វែងរកផ្លូវធម៌2អធិដ្ឋានបារមីការតាំងចិត្តមាំទាំមិនងាករេទោះបីត្រូវឆ្លងកាត់ការសាកល្បងដ៏លំបាកយ៉ាងណាក៏ដោយទី3ខន្តីបារមីសេចក្តីអត់ធ្មត់ចំពោះការឈឺចាប់និងការលបួងលំលោម
សម្រាប់លោកយាយលោកតាពុកម៉ែបងប្អូនដែលចូលចិត្តនិងគាំទ្រនៅវីដេអូរបស់ខ្ញុំបានសូមចុច follow page TikTok និង Subscribe នៅ Channel YouTube របស់ខ្ញុំបានម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ